សួស្តីអ្នកទាំងអស់គ្នានេះខ្ញុំចង់ប្រាប់ទាក់ទងជាមួយនឹងការ order medication ឲ្យបានត្រឹមត្រូវអញ្ចឹងណាអញ្ចឹងបងឧទាហរណ៍មួយឧទាហរណ៍ថា heparin អញ្ចឹងកន្លែងនេះយើងមើលកន្លែងវងកញ្ចក់នេះណាអញ្ចឹងយើង order ទៅតាមចំនួនវងកញ្ចក់ហ្នឹងអញ្ចឹងអានេះ heparin នេះ 5000 unit ក្នុង 1 ml អញ្ចឹងនៅក្នុងមួយដបមានហ្នឹងមាន 5 ml អញ្ចឹងស្មើនឹង 25000 unit អញ្ចឹងឧទាហរណ៍ថាឥឡូវយើងចង់ order តែ5000 5000 unit ទេអញ្ចឹងយើងដាក់ heparin ប្រមាណយើងដាក់5000 unit អញ្ចឹងទៅប៉ុន្តែកន្លែង total quantity នេះយើងដាក់ចំនួន1មិនមែនដាក់5000ទេណាពីព្រោះកន្លែងនេះវាមាន5 ml អញ្ចឹងយើង order ទៅតាមចំនួនកន្លែងវងកញ្ចក់នេះណាមួយទៀត enoxaparin អញ្ចឹង enoxaparin យើង order នេះមាន40 មីក្រាមក្នុង 0.4 ml នៅក្នុងវងកញ្ចក់នេះគេដាក់1 ព្រីសារ៉ាងក្នុងមួយបាក់អញ្ចឹងបើសិនជាចង់ order 40 មីក្រាមហ្នឹងស្មើនឹង1សារ៉ាងអញ្ចឹង order 40 មីក្រាមហ្នឹងទៅប៉ុន្តែ total quantity នេះយើងដាក់ចំនួន1ពីព្រោះអានេះ1គឺ1សារ៉ាងអញ្ចឹង order នៅក្នុងប្រអប់ក្នុងបាក់នេះតែតទៅជាមួយនឹងថ្នាំផ្សេងឧទាហរណ៍ថាអង្គបងតាំងamoxicillin clavulanate នេះអញ្ចឹងអានេះ1200 មីក្រាមអញ្ចឹងអានេះ1200ក្នុងវងកញ្ចក់នេះមាន1200 មីក្រាមក្នុងមួយវ៉ាល់អញ្ចឹងបើយើងចង់ order នេះហើយគេឲ្យយើង order ជាមីលីក្រាមវិញព្រោះនៅក្នុងប្រអប់នេះជាមីលីក្រាមអញ្ចឹងបើសិនជាយើងចង់ order មួយដបយើង order 1200 មីលីក្រាមអញ្ចឹងកន្លែងចំនួននេះដាក់1200ពីព្រោះអីយើងនៅក្នុងនេះ1200អញ្ចឹងណាមួយទៀតតកតងជាមួយនឹងប៉ាតាអាដាម៉ានេះអានេះយើង order ជាចំនួនវិញអានេះអត់មានប្រអប់ទេអញ្ចឹង order ដូចឆ្នាំគ្រាប់អញ្ចឹងអាហ្នឹងព្រោះអាហ្នឹងវាមិនមែនជា IV វានេះធម្មតាអញ្ចឹងយើង order ដូចជាឆ្នាំគ្រាប់អញ្ចឹងបើយើងចង់ order មួយហ្នឹងយើង order មួយបែកក៏បាន20 ml ក៏បានប៉ុន្តែចំនួនកន្លែងនេះយើងដាក់ order តែមួយនេះយើងដាក់មួយបើអញ្ចឹងជាងចង់បាន2អញ្ចឹង order ជាចំនួនវិញអញ្ចឹងណាបាទ